បងប្អូនដឹងអត់ហេតុអ្វីរូបព្រះវិហារដ៏ចំណាស់មួយសន្លឹកនេះអណ្ដែតនៅលើអេក្រង់ទូរស័ព្ទរបស់បងប្អូនតាមពិតរូបថតមួយសន្លឹកនេះមានអាចកំបាំងដ៏ធំធេងលាក់នៅខាងក្នុងខ្ញុំនឹងទម្លាយរឿងរ៉ាវដែលបងប្អូន 99% មិនដែលដឹងបងប្អូនឃើញមនុស្សម្នាអ៊ូអទេនេះគឺជារូបភាពប្រវត្តិសាស្ត្រពិតក្នុងព្រះរាជពិធីបញ្ចុះខន្ធសីមានៃព្រះវិហារវត្តប្រាក់ក្នុងព្រះបរមរាជវាំងកាលពីឆ្នាំ1903បើគិតទៅប្រហែលជា120ឆ្នាំហើយបងប្អូនប៉ុន្តែអាចកំបាំងដែលគួរឲ្យរំជួលចិត្តបំផុតនោះគឺព្រះវិហារដែលនៅខាងឆ្វេងដៃនេះពេលនេះមិននៅទៀតទេបងប្អូនបានបាត់រូបរាងនៅលើផែនដីតាំងពីឆ្នាំ1962មកម្លេះបងប្អូនមានន័យថារូបថតមួយសន្លឹកនេះគឺជាភស្តុតាងចុងក្រោយបង្អស់នៃរូបភាពព្រះវិហារវត្តប្រាក់ចំណែកឯនៅខាងស្ដាំដៃឯនោះវិញគឺជាព្រះចេតិយរបស់ព្រះបាទអង្គឌួងដែលបានរក្សាទ្រង់ទ្រាយដើមបេះបិទតាំងពីសម័យនោះរហូតដល់វិនាទីដែលបងប្អូនកំពុងតែស្ដាប់ខ្ញុំនិយាយនេះទីសក្ការៈមួយនេះមិនមែនជាវត្តដែលមានព្រះសង្ឃគង់នៅដូចជាវត្តនៅក្នុងភូមិស្រុកយើងធម្មតាទេបងប្អូនប៉ុន្តែគឺសាងសង់ឡើងដើម្បីតែព្រះមហាក្សត្រនិងរាជវង្សានុវង្សតែប៉ុណ្ណោះបើមើលតាមរូបភាពបងប្អូនឃើញថាដូចជាធម្មតាប៉ុន្តែនៅខាងក្នុងគឺមានទ្រព្យសម្បត្តិមហាសាលដែលបងប្អូននឹកស្មានមិនដល់នៅពេលដែលបងប្អូនឈានជើងចូលវត្តប្រាក់នោះបាតជើងរបស់បងប្អូននឹងត្រជាក់ស្រេបព្រោះតែបងប្អូនបានជន់ទៅលើការ៉ូដែលធ្វើអំពីប្រាក់សុទ្ធចំនួនជាង 5000 សន្លឹកដែលជាព្រះរាជទ្រព្យរបស់ស្ដេចនិងនាម៉ឺនសពមុខមន្ត្រីរៃអង្គាសគ្នាដើម្បីស្លចាក់ធ្វើជាការ៉ូមិនតែប៉ុណ្ណោះក្នុងព្រះវិហារមានព្រះពុទ្ធរូបដែលធ្វើអំពីមាសសុទ្ធទម្ងន់រហូតទៅដល់90គីឡូបងប្អូនហើយដាំពេជ្ររហូតទៅដល់ជិត10000គ្រាប់មានពន្លឺចែងចាំងហើយក៏មានព្រះពុទ្ធរូបមួយព្រះអង្គទៀតដែលធ្វើអំពីកែវក្រានីតពណ៌បៃតងដ៏មានតម្លៃបំផុតនេះហើយជាមរតកឈាមជ័រនិងវប្បធម៌ដ៏រុងរឿងរបស់ដូនតាយើងតើបងប្អូនណាខ្លះធ្លាប់បានទៅដល់ទីតាំងផ្ទាល់សូមជួយ comment ចែករំលែកអារម្មណ៍របស់បងប្អូននិង share វីដេអូនេះដើម្បីទុកជាចំណេះដឹងឬចែករំលែកឲ្យមិត្តភ័ក្តិរបស់បងប្អូនបានដឹងផងហើយកុំភ្លេចណាបងប្អូនសូមជួយ follow page របស់ខ្ញុំបាទម្នាក់មួយផងសូមអរគុណ